ប្រាប់ពីវិធីប្រើប្រាស់ជាមួយនឹងតង្ហាសូឡាបន្តិចមានបងប្អូនមួយចំនួនគាត់ទិញទៅគាត់អត់ចេះប្រើទេគាត់ទិញទៅគាត់មានដូចឆ្នាំងសាកផងមានផ្ទាំងផងគាត់ឆ្ងល់ចំអាពីរហ្នឹងដោតតែមួយណាអូនណាហ្នឹងហើយឥឡូវថ្ងៃនេះខ្ញុំបង្ហាញបញ្ជាក់មួយពីយូរទេវីដេអូហ្នឹងប៉ុន្តែខ្ញុំចង់ឲ្យច្បាស់ថាតង្ហាសូឡាហ្នឹងប្រើវាមិនអញ្ចឹងបងប្អូនទិញទៅមានឆ្នាំងសាកមួយនេះឆ្នាំងសាកហ្នឹងគឺបានន័យថាប្រើនៅពេលដែលអត់មានថ្ងៃណាមួយមិនសតុំអត់មានថ្ងៃយើងអាចបញ្ចូលជាមួយនឹងយកតង្ហាហ្នឹងបញ្ចូលជាមួយនឹងភ្លើងរត់បានយើងដតមួយព្រីទៅគឺបញ្ចូលបានហើយបាទណាភ្លើងវាទុកនៅក្នុងនឹងស្រាប់ហើយភ្លើងតង្ហាហ្នឹងហ្នឹងហើយពេលយើងដតពេញយើងអាចយកទៅប្រើទីតាំងណាក៏បានដែរហ្នឹងហើយតាក់ទងជាមួយនឹងផ្ទាំងសូឡាអូខេការដល់មួយផ្ទាំងសូឡាយើងត្រូវយកផ្ទាំងនេះយកទៅដាក់ពន្លឺថ្ងៃយកទៅដាក់ឲ្យចំពន្លឺថ្ងៃហ្នឹងហើយដាក់ចំពន្លឺថ្ងៃមកនេះពេលដាក់ឲ្យចំហើយយើងយកអាដូចហ្នឹងដោតចូលជាមួយនឹងតង្ហានេះដោតចូលមកហើយតង្ហានេះយើងមិនចាំដាក់គៀនហ្នឹងក៏បានដែរយើងដាក់នៅទីតាំងដែលយើងអូខេយើងដាក់ទីតាំងដែលយើងចង់ដាក់មកហ្នឹងហើយប៉ុន្តែឧទាហរណ៍ថាខ្សែនេះវាមាន5ម៉ែត្រយើងចង់ដាក់តង្ហានេះឲ្យឆ្ងាយឲ្យដល់កន្លែងយើងគេងហ្មងឧទាហរណ៍ថាអូខ្សែខ្លីយើងអាចតខ្សែបន្ថែមមកនេះខ្ញុំមានខ្សែលក់នេះម្ដុំ3ឯកន្លះនេះខ្សែនេះ5ម៉ែត្រទៀតអញ្ចឹងអាចតបន្ថែមមកនេះដកដូចញីឈ្មោះស្រួលដកនេះដកតបន្ថែមមកយើងយកដាក់កន្លែងយើងដែលយើងចង់ប្រើហ្មងបើចាំលើកចេញលើកចូលអញ្ចឹងណាងាយស្រួលប៉ុន្តែខ្ញុំបញ្ជាក់ទៀតផ្ទាំងសូឡាគឺត្រូវចាំបាច់ត្រូវពន្លឺថ្ងៃហ្នឹងហើយអត់តែចំពន្លឺថ្ងៃមកយើងអាចបើកបដាប្រើបដាក៏បានយើងអាចសាកមកពេញហើយចាំយើងប្រើក៏បានដែរខ្ញុំបញ្ជាក់ពេលសាកមកពេញហើយយើងដកដូចចេញក៏បានដែរយើងដកដូចចេញយកទៅចល័តទីតាំងណាយប់ឡើងយើងចង់យកទៅដាក់ទៅទីតាំងណាក៏បានដែរមិនចាំដតមួយខ្សែភ្លើងក៏បានដែរអញ្ចឹងណាងាយស្រួលអញ្ចឹងគេតើតោះមួយការប្រើប្រាស់ខ្ញុំបញ្ជាក់ឡើងវិញដើម្បីឲ្យងាយស្រួលយល់សាកថ្មជាមួយនឹងភ្លើងរត់ក៏បានសាកថ្មជាមួយនឹងផ្ទាំងសូឡាក៏បានពេលដែលសាកថ្មគឺត្រូវតែយកផ្ទាំងសូឡាដាក់ចំពន្លឺថ្ងៃហើយដូចនេះត្រូវទៅដល់ជាមួយនឹងតង្ហាសូឡាអត់មានហាតែផ្ទាំងទេណាបញ្ជាក់ដូចត្រូវតែដោតដូចគ្នាណាពេលដោតមកពេញហើយយើងអាចប្រើនៅទីតាំងណាក៏បានហើយវាមានលេខ12លេខអាចតម្លាក់តឡើងលេខបានប្រភេទនេះចុះបងតង្ហាអាចធ្វើការតាក់ទងបានឆាតសុភ័យអរគុណច្រើន